ហេតុអ្វីត្រូវអានហើយអានយ៉ាងម៉េចគ្រប់អ្នកដឹកនាំពូកែសុទ្ធតែជាអ្នកពូកែអានតែគ្រប់អ្នកអានទាំងអស់មិនមែនសុទ្ធតែអាចខ្លាយទៅជាអ្នកដឹកនាំទេប៉ុន្តែយ៉ាងហោចណាស់ការអានក៏គង់នឹងអាចប្រាប់យើងទាំងអស់គ្នាឲ្យដឹងថាតើមេដឹកនាំប្រភេទណាដែលយើងគួរដើរតាមនេះហៅថាអំណាចដើម្បីសង្គមដើម្បីធ្វើឲ្យសង្គមមួយមានភាពអន់ថយគេពុំចាំបាច់ដុតកំទេចសិភៅចោលទេតែគ្រាន់តែពង្ហូចិត្តមនុស្សកុំឲ្យចង់អានគឺគ្រប់គ្រាន់ក្នុងការបំផ្លាញប្រទេសទាំងមូលឲ្យអន្តរាយបានហើយក្នុងមាតុភូមិណាក៏ដោយគ្រប់គ្នាគួរតែប្រគល់ទឹកដីរបស់ខ្លួននិងប្រជាជនរបស់ខ្លួនឲ្យទៅប្រទេសដទៃដែលកំពុងជ្រៀនពៀនខ្លួនបើខ្លួនគ្មានសមត្ថភាពការពារឬគ្មានសមត្ថភាពអភិវឌ្ឍឲ្យចម្រើនរុងរឿងទេត្បិតប្រទេសដទៃប្រហែលជាមានសមត្ថភាពធ្វើឲ្យរីកចម្រើននេះហើយគឺជាមូលហេតុដែលយើងត្រូវប្រឹងអានសៀវភៅខ្លះអានដើម្បីជួយជាតិរីឯអានសៀវភៅខ្លះទៀតអានដើម្បីជួយខ្លួនឯងបើមែនតែនទៅការជួយជាតិនិងជួយខ្លួនឯងគឺមិនសូវខុសគ្នាប៉ុន្មានទេចុះតើយើងត្រូវអានយ៉ាងដូចម្ដេចកុំធ្វើជាទេសកលនៃគំនិតរបស់ស្មេយើងចំណាយពេលវេលាអានសៀវភៅដូចគ្នានិងចំនួនក្បាលសៀវភៅដូចគ្នាតែការជ្រួតជ្រាបទទួលបានចំណេះដឹងពីសៀវភៅគឺពុំដូចគ្នាឡើយអ្នកអានខ្លះមានសមត្ថភាពពិចារណាខ្ពស់ជាងអ្នកនិពន្ធគំនិតអ្នកនិពន្ធខ្លះជាគំនិតសាមញ្ញតែបើកម្រិតសមត្ថភាពនៃអ្នកអានខ្ពស់វានឹងធ្វើឲ្យគំនិតសាមញ្ញផ្ដុំសាច់ផ្ដុំឈាមคล้ายទៅជាគំនិតអស្ចារ្យដូច្នេះហើយអ្នកអានត្រូវតែកុំងាប់ក្រឡាជាមួយគំនិតអ្នកនិពន្ធណាឲ្យសោះត្បិតបើងាប់ក្រឡាគឺស្មើនឹងងាប់បញ្ញាហើយបើងាប់បញ្ញាគឺស្មើនឹងคล้ายទៅជាកញ្ជះនៃគំនិតអ្នកនិពន្ធអ្នកខ្សត់នៅការពិចារណាគឺច្រើនតែធ្លាក់ខ្លួនក្នុងទេសភាពនៃគំនិតអរិយាប័ត្របែបនេះវាពុំធ្វើឲ្យយើងរីកចម្រើនឡើយអានចំណេញឬខាតអ្នកចំណាយលុយលើសៀវភៅដែលចំណេញគឺបើទិញមកហើយត្រូវតែអានអ្នកដែលចំណេញពេលវេលាលើការអានសៀវភៅគឺបើអានហើយត្រូវតែចេះអ្នកដែលចំណេញលើចំណេះពីសៀវភៅគឺបើចេះហើយត្រូវតែយកមកអនុវត្តជាក់ស្ដែងអ្នកដែលចំណេញលើការអនុវត្តជាក់ស្ដែងបើអនុវត្តហើយគឺត្រូវតែទទួលបានលទ្ធផលល្អអ្នកដែលទទួលបានលទ្ធផលល្អពិតប្រាកដគឺទទួលជោគជ័យតែគ្មានចិត្តអំនួតចុះអ្នកណាដែលខាតលើការអានសៀវភៅអ្នកទិញសៀវភៅហើយតែមិនអានគឺជាការខាតបង់លើការវិនិយោគលុយអ្នកអានហើយតែមិនយល់គឺខាតបង់ពេលវេលាអ្នកយល់ហើយតែមិនព្រមធ្វើតាមអ្វីដែលត្រូវធ្វើគឺខាតបង់គំនិតល្អអ្នកដែលធ្វើហើយតែមិនបានផលល្អគឺជាការខាតបង់សកម្មភាពអ្នកធ្វើបានល្អហើយតែមានចិត្តអំនួតគឺជាការខាតបង់ចរិតលក្ខណៈល្អបើបាត់បង់ចរិតលក្ខណៈល្អហើយគឺស្មើនឹងការខាតបង់អ្វីៗស្ទើរតែទាំងអស់នៃជីវិតកូនអ្នកមានខ្លះអានសៀវភៅតាមតែចិត្តចង់និងតាមការចូលចិត្តអញ្ចឹងហើយទើបបានជាកូនអ្នកមានខ្លះចាស់ហើយប៉ុន្តែនៅតែក្មេងខ្ចីកូនអ្នកមានខ្លះអានសៀវភៅរកតែសបាយមិនខ្វល់ខ្វាយអ្វីៗទាំងអស់អញ្ចឹងហើយទើបបានជាកូនអ្នកមានខ្លះខ្វះរសជាតិជីវិតនិងស្គាល់ត្រឹមតែសុខរហូតការរស់នៅក្នុងជីវិតជាមនុស្សនេះបើភ្លុកគ្រប់រសជាតិនៃជីវិតគឺជារឿងដ៏សំខាន់មានអត្ថន័យបំផុតកូនអ្នកក្រគឺត្រូវបែងចែកឲ្យដាច់រវាងសៀវភៅដែលខ្លួនចូលចិត្តអាននិងសៀវភៅដែលខ្លួនត្រូវតែអានតើយើងមានលុយប៉ុន្មានដើម្បីទិញសៀវភៅដែលខ្លួនចូលចិត្តអានលុយតិចចំណាយឲ្យត្រូវគឺនឹងទទួលផលច្រើនប្រៀបដូចជាអ្នករៀនតិចតែចេះច្រើនខ្ញុំលើកឡើងបែបនេះគឺសម្រាប់តែស្ថានភាពកូនអ្នកស្រែកសិករប៉ុណ្ណោះសម្រាប់អ្នកមានលុយច្រើនជីវភាពខ្ពស់បើចង់រស់នៅបែបណាក៏បានដែរប៉ុន្តែសម្រាប់កូនអ្នកស្រែបើបណ្តែតបណ្ដោយខ្លួនឲ្យដូចកូនអ្នកមានគឺប្រកាសជាធ្លាក់ជ្រុះហើយពាក្យខ្មែរពោលប្រដៅទុកថាឃើញដំរីជុះកុំជុះតាមដំរីកុំអានសៀវភៅតាមតែចិត្តចង់តាមតែតណ្ហាតែត្រូវអានសៀវភៅណាដែលត្រូវអានមានប្រយោជន៍គួរអានត្បិតលុយ 10000 រៀលឬ 20000 រៀលឬ 40000 រៀលគឺមិនមែនតិចទេហើយក៏មិនច្រើនប៉ុន្មានដែរ
តែសំខាន់មើលមកស្ថានភាពជីវភាពគ្រួសារខ្លួនឯងឲ្យបានច្បាស់តើគ្រួសារខ្ញុំឬខ្ញុំគឺជាអ្នកមានឬអ្នកក្រវិនិយោគលើសៀវភៅអ្នកដែលទិញសៀវភៅហើយតែមិនឆាប់ប្រឹងអានឲ្យចប់អានឲ្យយល់អានឲ្យចេះគឺស្មើនឹងបានយកលុយទៅវិនិយោគខាតសៀវភៅតម្លៃ 20,000 រៀលតែបើយើងអានមិនយល់អានមិនចេះគឺស្មើនឹងខាតបង់ប្រាក់កាសក្នុងលក្ខខណ្ឌមួយទៀតអានសៀវភៅម្ដងចេះបាន 30% អាន2ដងចេះបាន 60% ហើយអាន3ដងចេះបាន 90% ហើយបើអានច្រើនដងរហូតដល់ចេះគឺស្មើនឹងការវិនិយោគចំណេញបទពិសោធន៍នៃអំណាចរបស់ខ្ញុំកន្លងមកនិងរហូតមកដល់ពេលឥឡូវនេះសៀវភៅមួយក្បាលគឺខ្ញុំត្រូវអានយ៉ាងហោចណាស់ឲ្យបាន3ដងចប់ដែរត្បិតខ្ញុំបានបដិញ្ញាចិត្តថាត្រូវតែប្រើប្រាស់លុយដែលប្រឹងរកដោយលំបាកឲ្យបានផលចំណេះនិងមានប្រសិទ្ធភាពខ្ពស់ពេលយើងទិញសៀវភៅមួយក្បាលមកអានតែបែរជាអានមិនចេះអានមិនយល់មិនព្រមអានមិនព្រមប្រឹងឲ្យមែនទែនគឺស្មើនឹងខាតលុយដែលប្រឹងទាំងញើសឈាមឬខាតលុយម៉ាក់ប៉ាលើសពីនេះយើងក៏មិនទទួលបានផលចំណេញពីចំណេះដឹងដែរនេះមានន័យថាលុយក៏អស់ចំណេះក៏អត់រហូតដល់ចុងក្រោយខាតលុយខ្សត់ចំណេះចេះមិនទៅមុខជីវិតមិនរីកចម្រើនសូមយើងចាំថាលុយគឺជាមធ្យោបាយប្រើប្រាស់ក្នុងការរស់នៅហើយលុយក៏មិនសូវងាយស្រួលរកប៉ុន្មានដែរអ្នកអានដែលឆ្លាតគឺត្រូវចេះពិចារណាឲ្យច្បាស់លាស់មែនទែនពីបញ្ហាទិញសៀវភៅទុកចោលមិនព្រមអានឬអានបានតិចដងឬអានមិនចេះខ្ញុំសូមលើកទឹកចិត្តឲ្យប្រឹងអានឲ្យចប់អានឲ្យចេះខ្លះបើទោះបីជាសៀវភៅខ្លះមិនល្អយ៉ាងណាឬសៀវភៅក្រាស់យ៉ាងណាឬសៀវភៅអានពិបាកយល់យ៉ាងណាក៏ដោយក្នុងនាមយើងជាអ្នកអាននិងក្នុងនាមយើងជាអ្នកវិនិយោគលើការទិញសៀវភៅអានសូមកុំទិញសៀវភៅទុកចោលឲ្យសោះជាពិសេសគឺបងប្អូនអ្នកស្រែចម្ការដែលមិនសូវមានលុយកាក់គ្រប់គ្រាន់របៀបនៃការវិនិយោគលើសៀវភៅរបស់ខ្ញុំកន្លងមកគឺមានប្រសិទ្ធភាពខ្ពស់ត្បិតមិនត្រឹមតែខ្ញុំអានយល់ទេតែរហូតដល់យល់ស៊ីជម្រៅព្រមទាំងអាចសរសេរកត់ត្រាចំណាំនិងវិភាគលើគំនិតបានយ៉ាងសមរម្យទៀតផងចុងក្រោយសៀវភៅទិញរួចហើយត្រូវតែអានបើមិនអានទេគឺខាតបង់ខាតលុយកាក់និងមិនចេះពីរបៀបចាយវាយលុយលើការវិនិយោគលើសៀវភៅជាមិត្តល្អខ្ញុំចេះតែឆ្ងល់មនុស្សខ្លះតលតែពេលជួបតុកទើបរត់រកដំណោះស្រាយពេលសុខចេះតែសប្បាយដាច់បង្ហៀតែដល់ពេលទុកវិញក៏ប្រឹងរត់យ៉ាងវេទនាពាក្យខ្មែរលោកថាការពារប្រសើរជាងព្យាបាលពេលសុខពេលស្រួលតែបែរមិនត្រៀមសម្ភារៈប្រយុទ្ធក្រែងលោអាសន្នអន់ក្រមកញោមញីដោយប្រការណាមួយតែដល់ពេលតុកទើបដឹងប្រឹង Albert Einstein ដែលជារូបវិទូសតវត្សទី20និយាយថាមនុស្សឆ្លាតតែងដោះស្រាយបញ្ហាតែអច្ឆរិយបុគ្គលតែងការពារបញ្ហាកុំឲ្យកើតឡើងសុភាសិតចិនលើកឡើងថាពេលក្រកុំអស់សង្ឃឹមហើយពេលមានកុំភ្លឺតភ្លើនមនុស្សជាច្រើនមិនមែនស្លាប់ដោយសារតែខ្លួនខ្សោយឬមិនមែនខ្លាំងដោយសារតែខ្លួនខ្លាំងទេប៉ុន្តែមនុស្សស្លាប់ដោយសារតែការបាក់ទឹកចិត្តបាត់សតិដឹងភ្លេចទប់ស្មារតីពេលជួបបញ្ហាធំហើយមនុស្សខ្លាំងគឺខ្លាំងដោយសារតែមានសតិដឹងជាប់ជានិច្ចតើដឹងសតិរបៀបយ៉ាងណាសតិដឹងគឺដឹងថាក្នុងលៀបមានគ្រោះឬក្នុងគ្រោះមានលៀបគ្មានជ័យជំនះណាដែលនឹងថិតថេរទេដរាបណាបើយើងភ្លេចខ្លួនខ្មែរយើងមានមេរៀនអំពីរឿងរៃនិងស្រមោចខ្ញុំតែងឮពាក្យថាចូលប្រើសន្តិភាពឲ្យមានប្រសិទ្ធភាពពាក្យនេះគឺចង់ដាស់តឿនក្រានរំលឹកដល់មនុស្សទាំងឡាយណាដែលមានស្ថានភាពល្អឲ្យចេះប្រើប្រាស់ពេលវេលាល្អមកបង្កើតប្រយោជន៍ដល់ខ្លួនឯងនិងត្រៀមខ្លួនត្បិតអនាគតយើងមិនអាចដឹងថាតើមានរឿងហេតុអាក្រក់អ្វីកើតឡើងដោយយថាហេតុណាមួយឡើយចំពោះការរៀនការសិក្សាឬការអានសៀវភៅក៏ដូចគ្នាដែរអ្នកខ្លះនិយាយថាសៀវភៅគឺជាមិត្តតែខ្ញុំយល់ថាសៀវភៅខ្លះកំដរអ្នកខ្លះបានត្រឹមតែពេលកាត់ទុកប៉ុណ្ណោះតែដល់ពេលសុខស្រួលក៏ដាច់ចិត្តបោះបង់ចោលសៀវភៅមិត្តល្អកំដរគ្នាដល់ថ្ងៃស្លាប់បើស្រឡាញ់ខ្លួនឯងយើងគួរតែទម្លាប់ចាប់កាន់សៀវភៅអានជាដរាបដោយកុំយកមកអានម្ដងម្កាលពេលខ្លួនឯកាសៀវភៅផ្ដល់ចំណេះដឹងច្រើនដល់មនុស្សចំណេះដឹងច្រើនបញ្ហាជីវិតមិនសូវមានទេតែបើចំណេះដឹងតិចវិញបញ្ហាជីវិតវានឹងកើនឡើងច្រើនសម្បើមណាស់
ចូលយើងប្រឹងអានដើម្បីទុកដាក់ចំណេះដឹងដោះស្រាយបញ្ហាពេលអាសន្នតែកុំដល់បញ្ហាកើតឡើងហើយរត់ទៅរកសៀវភៅមកអានឲ្យសោះពេលខ្លះរត់មិនទាន់ដល់កន្លែងដោយសារទុកដំណោះស្រាយផងក៏អាចដាច់ខ្យល់ស្លាប់ក៏មានដែរខ្ញុំហ៊ានធានាថាចំណេះដឹងវានឹងធ្វើឲ្យយើងចេះរស់នៅពេលដល់ដំណាក់កាលដែលយើងចេះរស់នៅពិតប្រាកដហើយចំណេះដឹងនឹងคล้ายទៅជាសម្រាមខ្ញុំនិយាយថាចំណេះដឹងជាសម្រាមត្បិតពេលណាមួយយើងបានជ្រាបពីចំណេះដឹងខាងចិត្តវិញ្ញាណស៊ីជម្រៅយើងនឹងទទួលស្គាល់ថាសេចក្តីសុខគឺនៅនឹងចិត្តតែមិនមែននៅនឹងក្បាលដែរមានទិន្នន័យច្រើនហូរហៀទេសៀវភៅបេះដូងឬសៀវភៅខួរក្បាលសៀវភៅខ្លះនិពន្ធឡើងសម្រាប់ប្រភេទអ្នកអានដែលប្រើបេះដូងហើយសៀវភៅខ្លះទៀតនិពន្ធឡើងសម្រាប់ប្រភេទអ្នកអានដែលប្រើខួរក្បាលខួរក្បាលមានកតិបណ្ឌិតរបស់ខួរក្បាលហើយបេះដូងមានកតិបណ្ឌិតរបស់បេះដូងតើអ្វីទៅជាកតិរបស់ខួរក្បាលហើយអ្វីទៅជាកតិបណ្ឌិតរបស់បេះដូងកតិបណ្ឌិតរបស់ខួរក្បាលគឺចាស់គំនិតខួរក្បាលមានចំណេះដឹងហើយកតិបណ្ឌិតរបស់បេះដូងគឺចាស់ចិត្តបេះដូងមានការលុតដំខ្មែរយើងនិយាយថាចាស់ចិត្តចាស់គំនិតបេះដូងមានលក្ខណៈអស្ចារ្យជាងខួរក្បាលនៅត្រង់ថាបេះដូងអាចពលត្រូវនៅអារម្មណ៍គ្រប់បែបយ៉ាងអារម្មណ៍ល្អដោយសារមានខួរក្បាលគិតល្អតែអារម្មណ៍នឹងវុវីនៅពេលខួរក្បាលវុវីក្នុងអត្ថភាពជាមនុស្សនៅលើផែនដីនេះគ្មានបុគ្គលណាម្នាក់ឈួតវង្វេងដោយសារតែខ្លួនមានចំណេះដឹងច្រើននោះទេតែមនុស្សភាគច្រើនឈួតវង្វេងដោយសារតែគ្រប់គ្រងបេះដូងខ្លួនឯងមិនបានសុភាសិតខ្មែរពោលថាកុំជិលអ៊ីនព្រៀនបួសហើយមិនរៀនបន្ទោសថាខ្លាចយុវជនដែលចង់ដើរទៅមុខលឿនជាងអ្នកដទៃនិងចង់ខ្លាំងជាងអ្នកដទៃត្រូវអានសៀវភៅដែលអាចផ្ដល់ចំណេះដឹងដល់ខួរក្បាលឲ្យច្រើនពេលដែលមានចំណេះដឹងជ្រៅជ្រះយើងនឹងយល់ថាតាមពិតការរស់នៅដោយបញ្ញានិងការរស់ដោយមានគោលការណ៍គឺជាតម្លៃជាអមតៈផ្ទុយទៅវិញក្នុងស្ថានភាពជាយុវវ័យបើយើងមិនដោយឲ្យបេះដូងគ្រប់គ្រងខ្លួនប្រាណបានទាំងស្រុងគឺមានន័យថាយើងជាមនុស្សដែលរវល់ចងរវល់ស្រាយពាក្យថារវល់ចងរវល់ស្រាយនៅទីនេះគឺខ្ញុំចង់មានន័យថាចិត្តយើងវុវីនឹងរឿងទុករឿងសោករឿងសប្បាយនឹងមានអារម្មណ៍រវើរវាយដែលវានឹងធ្វើឲ្យយើងគ្មានពេលរៀនសូត្ររហូតដល់ដើរថយក្រោយឬដើរយឺតឬដើរមិនទៅមុខយុវជនដែលចេះគ្រប់គ្រងចិត្តខ្លួនឯងបានទាំងខ្លួនឯងនៅវ័យក្មេងគឺជាមនុស្សអស្ចារ្យខ្លាំងបំផុតយុវជនបែបនេះហៅថាមនុស្សចាស់ទុំមនុស្សចាស់ទុំមានន័យថាពុំរំជើបរំជួលនឹងរឿងរ៉ាវគ្រប់យ៉ាងដែលបានកាត់ឡើងចំពោះខ្លួនបើខ្លួនមានចំណេះដឹងក៏គ្មានចិត្តអំនួតដែរបើខ្លួនចាញ់ប្រៀបអ្នកដទៃក៏ពុំអស់សង្ឃឹមដែរបើខ្លួនជោគជ័យក៏ពុំដាច់បង្ហាដែរចិត្តនឹងណោចិត្តមានជំហរចិត្តស្ងប់ចិត្តដែលអត់ធ្មត់ចិត្តដែលប្រឹងប្រែងដើរទៅមុខជាមួយនឹងបុព្វហេតុនៃជីវិតត្រឹមត្រូវ